សួស្តីបងប្អូនគ្នាសូមស្វាគមន៍មកកាន់ Channel មានហាន KA ម្ដងទៀតហើយរឿងរ៉ាវនៅក្នុងថ្ងៃនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់បានទៅលេងស្រុកកំណើតនៅក្នុងល្ងាចថ្ងៃមួយហើយកំឡុងពេលដែលគាត់បើកបរនៅតាមផ្លូវហ្នឹងគាត់ក៏បានឃើញនៅបរិសម្នាក់ដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវមួយហ្នឹងហើយនៅពេលហ្នឹងបងប្រុសម្នាក់ហ្នឹងគាត់ក៏បានទៅជួយមនុស្សដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងក៏ប៉ុន្តែជាអកុសលគឺបរិសម្នាក់ហ្នឹងគាត់ក៏បានស្លាប់ហើយបន្ទាប់ពីនឹងមកគាត់ក៏បានបន្តដំណើរដើម្បីទៅស្រុកកំណើតដើម្បីទៅលេងគ្រួសាររបស់គាត់ប៉ុន្តែគាត់គឺអត់បានដឹងថាតើហេតុការណ៍ដែលបានកើតឡើងកន្លងមកហ្នឹងវាបណ្ដាលឲ្យគាត់ហ្នឹងមានបញ្ហាឬក៏ជួបរឿងរ៉ាវដែលគួរខ្លាចនោះទេអញ្ចឹងខ្ញុំគ្រាន់តែផៅប៉ុណ្ណឹងទេបងប្អូនប្រកាសជាចង់ដឹងថាតើបងប្រុសម្នាក់ហ្នឹងគាត់បានជួបហេតុការណ៍ខ្លះកុំឲ្យខាតពេលចូលមកក្នុងសាច់រឿងយើងទាំងអស់គ្នារឿងណាមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងវុឌ្ឍហើយបងវុឌ្ឍគាត់បាននិយាយថាគាត់គឺជាអ្នកខេត្តមួយដែលត្រូវជិះពីភ្នំពេញទៅតាមបណ្ដោយផ្លូវជាតិលេខ6ណាអញ្ចឹងបងប្អូនប្រកាសជាស្គាល់ហើយមែនទេចុះពីស្ពានយោយាទៅហ្នឹងណាអញ្ចឹងគាត់ថានៅក្នុងល្ងាចថ្ងៃមួយដោយសារតែប្រពន្ធរបស់គាត់នៅខេត្តហើយប្រពន្ធរបស់គាត់ហ្នឹងគឺមានផ្ទៃពោះអញ្ចឹងណាអញ្ចឹងដោយសារតែថ្ងៃនោះប្រពន្ធរបស់គាត់ហ្នឹងខសួរគាត់ថាបងឯងមកលេងខេត្តមកលេងអូនអត់ហើយពេលហ្នឹងបងវុឌ្ឍដោយសារតែនៅប្រពន្ធផងឲ្យផងហើយវាជាល្ងាចថ្ងៃសៅរ៍ផងគាត់ចេញទៅធ្វើការទៅគាត់ក៏រៀបចំឲ្យវាយវ៉ាន់ដើម្បីទៅលេងប្រពន្ធរបស់គាត់អញ្ចឹងទៅអញ្ចឹងគាត់ថានៅល្ងាចនោះគាត់រៀបចំឲ្យវាយវ៉ាន់ហើយគឺខ្ទង់ប្រហែលជាម៉ោង5ជាង7:06ហើយអញ្ចឹងពេលហ្នឹងគាត់ក៏ជិះម៉ូតូធំបងប្អូនមិនមែនម៉ូតូទូទេហើយទៅលបបងវុឌ្ឍគឺគាត់ចូលចិត្តពាក់អាវក្រៅហ្នឹងគឺរបៀបអាវធំបងប្អូនអាវរបៀបដូចអាវល្ងីអាវភ្លៀងអីចឹងណាអាវក្រាស់ហ្នឹងហើយគឺអញ្ចឹងប៉ុន្តែពណ៌ខ្មៅអញ្ចឹងពេលហ្នឹងគាត់ក៏រៀបចំឲ្យបានហើយក៏ចេញដំណើរទៅហើយពេលដែលគាត់ជិះនៅតាមផ្លូវហ្នឹងគឺគាត់ថាគាត់មិនហ៊ានជិះលឿនប្រហែលទេព្រោះថានៅក្នុងក្រុងបងប្អូនដឹងហើយគឺវាជាអៀតវាអីចឹងណាអញ្ចឹងគាត់ជិះល្មមទេហើយនៅពេលដែលគាត់ចុះពីស្ពានយោយាទៅគាត់ក៏រៀងតឡើងលបឿនបន្តិចក៏ប៉ុន្តែគាត់ក៏នៅតែមិនហ៊ានបើកលឿនអីខ្លាំងដែរអញ្ចឹងពេលដែលគាត់បើករហូតទៅដល់ស្ពានបៃតមៈហើយបងប្អូនអាចនឹងស្គាល់ហើយមែនទេស្ពានបៃតមៈហ្នឹងណាអញ្ចឹងពេលដែលគាត់ជិះទៅហ្នឹងគឺគាត់អត់មានត្រូវបត់ស្ដាំទៅខាងផ្លូវជាតិលេខ8ទេមានន័យថាគាត់ជិះទៅតាមក្រោមស្ពានបៃតមៈហ្នឹងបុកទៅត្រង់តាមបណ្ដោយផ្លូវជាតិលេខ6ហ្នឹងតែម្ដងនៅពេលដែលគាត់ជិះហួរពីស្ពានបៃតមៈហ្នឹងប្រហែលជាខ្ទង់1គីឡូពេលហ្នឹងគាត់ក៏បានឃើញនៅបរិសម្នាក់ដែលគាត់មើលតាមកញ្ចក់មើលក្រោយណាអញ្ចឹងគាត់ឃើញបរិសម្នាក់ហ្នឹងគឺបើកម៉ូតូលឿនមែនទែនដែលបរិសម្នាក់ហ្នឹងអាចថាខ្ទង់អាយុ20 24 25អីចឹងណាហើយបងវុឌ្ឍគាត់ថាពេលហ្នឹងគឺវ៉ាម៉ូតូគាត់ឡើងលឿនមែនទែនហើយឡើងឡាហើយគាត់ថាគាត់ម៉ូតូធំណាប៉ុន្តែបរិសម្នាក់ហ្នឹងគឺបើកលឿនជាងគាត់ទៀតនិយាយទៅគឺគាត់ថាបើកឡើងចង់ហោះកង់មុខហើយម៉ូតូដែលជិះហ្នឹងគឺម៉ូតូអាសង់ទេអញ្ចឹងពេលហ្នឹងគាត់គិតថាបើសិនជាមានឧបសគ្គអីនៅខាងមុខបរិសម្នាក់ហ្នឹងគឺមិនរស់ទេអានេះតាមអ្វីដែលបងវុឌ្ឍគាត់គិតពេលហ្នឹងណាហើយបន្ទាប់ពីគាត់គិតបែបហ្នឹងបានប្រហែលជាខ្ទង់មិនដល់1នាទីទេបងប្អូនគាត់ថាពេលហ្នឹងគាត់ស្រឡឹងទៅចោលភ្នែកយើងឆ្ងាយទៅណាគាត់ឃើញសិស្សសាលាស្រីៗ2នាក់គាត់ឆ្លងថ្នល់ប៉ុន្តែ2នាក់ស្រីហ្នឹងគឺវាថាគាត់ជិះរៀងប្រជ្រះតាមខាងស្ដាំដៃយើងណាឬថាប្រជ្រះមកអញ្ចឹងទៅហើយបានបត់ទៅខាងស្ដាំដៃឆ្លងថ្នល់អីចឹងណាប៉ុន្តែក្មេងស្រីសាលា2នាក់ហ្នឹងអាចនិយាយថាគាត់ឆ្លងថ្នល់គាត់អត់មានត្រូវមើលឆ្វេងមើលស្ដាំឬក៏ឲ្យគេអ្នកតែផ្លូវត្រង់ហ្នឹងគេទៅមុនទេណាគាត់ចេញមកវឹតមកគាត់ចេញមកលឿនយកមកអញ្ចឹងពេលហ្នឹងបរិសម្នាក់ដែលបងវុឌ្ឍគាត់ថាឃើញជិះលឿនហ្នឹងគាត់ក៏វានៅពេលដែលគាត់វាគាត់ព្យាយាមគេចមកខាងស្ដាំដៃព្រោះ2នាក់ស្រីហ្នឹងគាត់ត្រូវបត់ទៅខាងឆ្វេងអញ្ចឹងណាអញ្ចឹងម្នាក់ប្រុសដែលគាត់ជិះលឿនគាត់ព្យាយាមគេចឲ្យផុត2នាក់ហ្នឹងហើយសំណាងមែនទេបងប្អូន2នាក់ស្រីហ្នឹងគឺគាត់មិនមានបញ្ហាអីទេរបៀបថាគាត់ផុតបន្តិចអញ្ចឹងណាតែអ្នកដែលមានបញ្ហាគឺជាមនុស្សប្រុសម្នាក់ដែលគាត់បើកលឿននឹងឯងគាត់គេចផុត2នាក់ហ្នឹងមែនប៉ុន្តែម៉ូតូរបស់គាត់ធម្មតាលបឿនវាលឿនអញ្ចឹងវាចាប់ផ្ដើមដូចថាវាល្អិលឬក៏វាប៉ែលហ្មងអញ្ចឹងក៏ម៉ូតូហ្នឹងគឺគាត់ថាឡើងវិលខ្ញាល់ដូចរបៀបអាប៉ោងអញ្ចឹងវិលខ្ញាល់អញ្ចឹងទៅហើយក៏បោទៅមុខអីចឹងទៅហើយចំណាយឯម្ចាស់ម៉ូតូហ្នឹងវិញគឺបំវុតគាត់ថាគាត់ឃើញហោះដូចស្លឹកឈើអញ្ចឹង
hơi có thẹn một bên dân tới hơi làm bia đôi là việc khi làm bia thông sáng á buồn làm bia dân tới từ mục là hô phải được tung đo một hay mệt hay pe nắng vòng một cái tha mình rua thế mình đẹp rồi nắng mình rua thế chẳng pe đã có chi ta đo lại nắng để tha một lúc rong này nắng quạt đua là cái đạp lời kê coi tháng mạnh má chui sợi quạt để tha vô trên mà kẹo mà kiên khăn là giống cái lô miền lan kê mau cái căn này bắt thay miền tây hay là muối còn mưa sân bản sân gì bờ đầm này nắng còn ở rúa chẳng ai tha chui chẳng rùa chui ba này giống nè chẳng một vốn ấy có chi ta đo lại nắng còn ép mà tôi có thể chụp hàng sàm đây này pleu nó chụp được hàng kia nữa nè chẳng vì nắng còn có lược đây đã còn xong khi đã bị ngày gần tới có rút tầm nãy thực can bờ đầm mà nè đại còn để thà đùa lắm á chẳng vì đại còn mà đo lại nắng còn mưa khơi bờ đầm nè nắng có đi ta con nơi bờ đây bờ chưa á mình đi tham còn toàn slab ấy thì chẳng bồng vốn nè có chụp đám vô đây bà con nắng thứ sờ ba nằm bay lược bà rò nè nắng á mau kinh khăn là phổi lan lươn á hay bông bồn đắng ấy plei trên lệ bông muối nắng co mình giữ đài chẳng pe nắng á có suy diêm thà lược bà rò nè nắng cứ nằm bay vô mà kinh khăn là bông thái bông bồn đồng mèo nộp pe đài quạt lược đi thà đây mà kháng quạt thầu lạnh cả con nữa ngỏ hay đây mà kháng con mình thầu lạnh khổm cho con mày đấy này quạt ẩm trong tha bay mà nè phổ nữa á do mà kia nữa á bông thái bông bồn này có tha còn là quạt lược bạch smart tu cái lạnh co nó cứ bạch ăn ở liền nè bạch ăn co bay ở liền hay dây bị con lượng máu chim mà nè phổ nó uất trên máu đối với thao biểu bên này nông thủ bây á bị pull trên một khéo màu pull trên một khéo tới hay bên nó có bông vút cật độ đầy bên đời cật độ đầy vì ta cật kích toán á cái lạnh uất chim nó cứ mình nói về lạc luôn quạt giấc nè chẳng bên nó có cái thao mà nè phổ nó cứ mình đua thế làm ở đây chẳng pe là con mơ cho mơ lá người ta đặt cho bà đây chẳng bắt đầu bị nâng máu bông bút quạt của bàn trẻ thô thực hành làn pe để chẳng á hơi còn miền nè đầm nã tam lời nắng có khi mà ở ngô gây mơ chẳng thờ hơi đặt ra tập pe nắng cứ bông bút quạt mình ai đưa thà nơi chạm bàn tê buộc có phải nhập từ tè vào bồn mà quạt cái đồ gì về lia biển lưng gật đài chẳng á chẳng còn có bắt đầu nã từ một tê tờ hay có tha pe đại quạt trên đầm nã từ một nắng cứ hai chị không đọc mà phải này thì cái màu chẳng á có tha sẽ ta quát thung khăn chầm lại để khăn nó cứ khăn cho áp bông bồn có tha pin nó cứ cho áp vô tầm maintain thua con mẹ làm tha được trong cô trong đây nhớ nè chẳng pin nó có chụp mà tông áp kiến nằm bay mưa cả áp bạc quạt mưa tầm liệm bẹ bạc quạt thằng o thằng lù miền lạ bên đây chẳng nè còn tái có tham mưa tư ăn miền khơi nhảy thì chẳng pin nó có ngó lại thà hay đây bạn chỉ thung khăn con mưa cục sập yang ná cọt khơi này hay đặc biệt chẳng thấy cọt có bắt đầu đầm ná từ mốc tới thở thì có thang ngày nóng cứ đặt xa tại hai cam mươi nước hai tuổi cọt hiện dù chẳng á chẳng mong bài gì bằng pal cọt mình toàn nó tè vào cọt thì hay bằng vốt có thang cọt mình men chỉ nè đại chư lươnประมาณ đi người ta có chỉ là mô mà chẳng là phổi cọt khai đài chẳng pe đài hai chỉ mong bằng pal lắm cọt bàn ta đo chấm nội mùi thiệt đài có thang chấm nội những cứ vi ăn miên tè bị chia chun này kia run nơi song hàng khá lớn á hay cái lại nắng viền sạt đài hay có tha pe đã có đo lại nắng bì là ngật thời chẳng pe nắng bồng bút quát có banya làm bay ở lươn thế chứ á chạm bàn đỏ tè hay có tha pe đã có đo lại chấm nội mùi nắng làm tài quát mi là làm tha điều có ba mi là làm tha quát đôi chỉ bự trong non ấy mình đăng để vậy tới viền phải chứ á hình chẳng có mình nơi để thả bạn mà tôi như đây có bắt thay nó bưa là lươn từ từ buộc lại nó viền nhà đây phong hỏi có bạn từ đó không phun mùi đại phun nước ai vậy tha chất đó là phun qua đại hỏi chẳng biết là có từ đó lại phun nước có tha bị chầm lại giường mùi có tha biết là có chi tới gương nhà đại kia chi mà tôi để tha phải trả từ kia chẳng á cái chơi tờ lấy mưa có vật hay nhạc lát cái lấy mưa tới cái bông tôi lươn thử hay nhạc lát tiết mưa đòi chầm lại chứ có tha cái sai phần này nhận là mưa mà quạt nó cứ bị chớn play chẳng bông bút có ở ban chợ bà đám thì có tham phải chị khơi có gì mà tàu thông khơi lâu vậy chẳng á chẳng có kết bạn nằng quạt có bà to làm ná thì mỗi tham thông mà đà là hô ta đó quạt đó là anh plug bot châu phum mà quạt hai bà trẻ ta tè bảo bọc mà quạt nó mình mẹ nơi tam bà đào plug thông mấy nè thời chi bot châu ta tam plug phum nó phải chỉ tung cả làm màu thiệt bạn đó tè bọc quạt hay tam pleu đại thợ bọt châu nó cứ gì tam pleu đại vì miền tây phải chỉ chôn phong hay cả lại khán còn miền tây chỉ chôn này miền tây cả lại đại
សងខាងផ្លូវហ្នឹងគឺមានវាលស្រែអីចឹងណានៅពេលដែលគាត់ជិះទៅដល់ផ្លូវស្រែសងខាងហ្នឹងពេលហ្នឹងគាត់ស្រាប់តែមានអារម្មណ៍ថាដូចជាមាននរណាម្នាក់ហ្នឹងមកចាប់ស្មាប្រកួតអញ្ចឹងពេលហ្នឹងបងវត្តគាត់ថាដូចជាមានដៃអីមួយលូកមកចាប់ស្មាប្រកួតអញ្ចឹងណាតែគាត់កលេចទៅមើលម្ចាស់គាត់ថាអត់មានឃើញអីទេអញ្ចឹងពេលហ្នឹងបងវត្តគាត់ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាប្លែកឬក៏រៀងស្រាវខ្នងអីខុសពីធម្មតាអញ្ចឹងណាអញ្ចឹងគាត់ក៏ព្យាយាមបើកម៉ូតូទៅមុខឲ្យលឿនហ្នឹងទៅហើយកំឡុងពេលដែលគាត់ព្យាយាមបើកម៉ូតូឲ្យលឿនហ្នឹងគាត់ថាពេលហ្នឹងគឺគាត់មានអារម្មណ៍ថាលមាស់កកមានអារម្មណ៍ថាអាសៅនឹងខ្នងមកគាត់មិនដឹងថាជាស្អីហើយអាវធំមកគាត់ធម្មតាមានអាវក្រៅមួយអាវក្នុងមួយហើយអញ្ចឹងបើសិនជាមានស្អីមកប៉ះអាវគាត់ខាងក្រៅល្មមគឺអត់ធ្វើឲ្យគាត់ដឹងថាមានស្អីមកប៉ះទេប៉ុន្តែនេះគាត់ថាដូចជាមានស្អីមកអែលមានស្អីមកប៉ះអីដល់ខ្នងដល់សាច់របស់គាត់អញ្ចឹងណាអញ្ចឹងពេលហ្នឹងបងវត្តគាត់កលេចមើលក្រោយគាត់ថាពេលដែលកលេចមើលហ្នឹងគឺអត់មានឃើញអីទេប៉ុន្តែនៅពេលដែលគាត់ជិះដល់ចំណុចមួយដែលវាជិតដល់ភូមិណាស្រាប់តែគាត់ថាពេលហ្នឹងមានឆ្មាខ្មៅមួយដែលវារត់កាត់ផ្លូវហើយគាត់ថាម៉ូតូគាត់កំពុងតែរៀងលឿនដែរហើយពេលហ្នឹងវារៀងយប់ដែរអញ្ចឹងស្រាប់តែឆ្មាខ្មៅវារត់កាត់មកវឹតហើយបងវត្តគាត់ថាពេលហ្នឹងគាត់ឡើងអកសើដោយសារអីដោយសារតែគាត់មិនចង់ឲ្យបុកឆ្មាហ្នឹងអញ្ចឹងណាអញ្ចឹងគាត់ព្យាយាមកិច្ចអីតិចអញ្ចឹងទៅម៉ូតូរបស់គាត់វាប៊ីនឹងបុកបលួញលវងផ្ទះគេដែលគេដាក់អាស័យដាក់អីបងប្អូនគាត់ថាខ្វះតែបន្តិចទេគាត់ប្រហែលជាមិនរស់ទេពួកអីបលួញដែលគេដូចថាគេដាក់អាស័យតឹងអញ្ចឹងហើយវាសួយហ្នឹងហើយគាត់ថាប៊ីបន្តិចទេកុំអីគាត់នឹងជង់បលួញនឹងបាត់ហើយអញ្ចឹងពេលហ្នឹងគាត់ក៏ងាកម៉ូតូមកកណ្ដាលផ្លូវវិញក៏បន្តដំណើរទៅមុខទៀតប៉ុន្តែគាត់ថារឿងរ៉ាវដែលចម្លែកមួយទៀតបងប្អូនពេលដែលគាត់ជិះតាមផ្លូវហ្នឹងណាឆ្កែដែលផ្ទះប្រជាជននៅតាមផ្លូវហ្នឹងគឺវាចាប់ផ្ដើមរត់ចេញមកក្រៅហ្មងវារត់ចេញមកក្រៅដេញតាមម៉ូតូរបស់គាត់តសងប៉ុន្តែវាមិនមែនព្រុសធម្មតាទេលក្ខណៈវាព្រុសផងវាលូផងហើយបងវត្តគាត់ថាពេលហ្នឹងគឺចម្លែកមែនតើគាត់គិតក្នុងចិត្តណាគាត់ថាឆ្កែហេតុអីវាមិនព្រុសធម្មតាវាចាំដាច់ព្រុសឲ្យលូទៀតនិយាយទៅអាកន្លែងមួយហ្នឹងគឺគាត់រៀងស្រាវក្បាលដោយអូតូម៉ាទិកហ្មងគឺវាចម្លែកហើយក្នុងចិត្តរបស់គាត់ថាព្រុសទៅមើលគាត់ខ្មោចឬក៏មានខ្មោចអីអញ្ចឹងណាអាហ្នឹងគឺគាត់គិតក្នុងចិត្តយ៉ាងប៉ុន្តែគាត់ថាវាមិនដែរអញ្ចឹងទេវាចម្លែកសម្រាប់គាត់លើកទី1ហើយគាត់ក៏បន្តដំណើររហូតទៅដល់គាត់បត់ចូលផ្ទះរបស់គាត់ហើយពេលដែលគាត់ទៅដល់ផ្ទះរបស់គាត់ហ្នឹងគាត់ក៏រៀបចំដូចថាហូបបាយជាមួយប្រពន្ធរបស់គាត់អីអញ្ចឹងទៅហើយប្រពន្ធរបស់គាត់ហ្នឹងក៏ហើយគាត់នឹងយកកៅអៅទៅទុកក្នុងបន្ទប់សិនទៅដូចថាអាវក្រៅរបស់គាត់ហ្នឹងគាត់បានយកបោកឯណាគាត់យកដាក់បញ្យួរនឹងកន្លែងស្នួរកៅអៅនៅចុងដំណេករបស់គាត់អញ្ចឹងពេលហ្នឹងគាត់ក៏ចូលមកហូបបាយហូបអីជាមួយប្រពន្ធរបស់គាត់តាមធម្មតាហើយបងវត្តគាត់ក៏មិនបាននិយាយរឿងរ៉ាវដែលកើតឡើងនៅតាមផ្លូវឲ្យប្រពន្ធរបស់គាត់ឬក៏គ្រួសារម៉ែក្មេងគាត់ដឹងដែរដោយសារអីបងប្អូនដឹងហើយគឺប្រពន្ធរបស់គាត់គឺមានពោះមានពងអញ្ចឹងយើងនិយាយរឿងហ្នឹងគឺវាអត់ល្អទេអញ្ចឹងគាត់អត់និយាយវារឿងហ្នឹងទេគាត់ហូបបាយអញ្ចឹងតាមធម្មតាហើយមកប្រហែលជា9បានពួកគាត់ហ្នឹងឡើងចូលទៅគេងអញ្ចឹងណាអញ្ចឹងកំឡុងពេលដែលបងវត្តគាត់គេងជាមួយនឹងប្រពន្ធរបស់គាត់ហ្នឹងគាត់ក៏និយាយពីរឿងការងារអីទូទៅអីចឹងទៅហើយពេលហ្នឹងក៏ប្រពន្ធរបស់គាត់ក៏សួរថាបងហើយបងឯងមិនបានជាលើកនឹងមករៀងយូរម៉េះតែពេលហើយបងវត្តគាត់ថាគាត់ជប់អង្គុយសម្រាប់ឲ្យតាមផ្លូវអីចឹងណាព្រោះអីគាត់អស់កម្លាំងគាត់ងុយដេកអញ្ចឹងទៅគាត់ចូលញ៉ាំកាហ្វេញ៉ាំអីតាមផ្លូវអីចឹងទៅហើយខ្ញុំភ្លេចប្រាប់បងប្អូនមួយទៀតថាបងវត្តពេលហ្នឹងគាត់មិនត្រឹមតែទៅលេងប្រពន្ធរបស់គាត់ទេគឺនៅក្នុងអាទិត្យហ្នឹងគាត់ត្រូវទៅចូលរួមពិធីឡើងផ្ទះបងប្អូនជីដូនមួយរបស់គាត់នៅខាងខេត្តនឹងដូចគ្នាប៉ុន្តែនៅភូមិផ្សេងគ្នាអញ្ចឹងណាហើយភូមិហ្នឹងរៀងឆ្ងាយពីផ្ទះរបស់បងវត្តដូចគ្នាដែរអញ្ចឹងគាត់និយាយគ្នាអំពីដូចថាព្រលឹមឡើងគាត់ត្រូវទៅកម្មវិធីហ្នឹងម៉ោង6អីចេញទៅព្រោះថាពេលដែលយើងទៅយូរពេកវាអត់សមទេព្រោះអីសិតតែជាបងប្អូនអញ្ចឹងណាមានន័យថាយើងទៅពីព្រលឹមទៅដើម្បីយើងជួយគេជួយអីខ្លះអញ្ចឹងទៅហើយណាមួយម្ចាស់កម្មវិធីក៏គាត់ប្រាប់ដែរគាត់ថាឲ្យមកលឿនមកពីព្រលឹមមកអីអញ្ចឹងទៅហើយបងវត្តគាត់ក៏អូខេតាមនឹងអញ្ចឹងទៅហើយអញ្ចឹងពេលដែលបងវត្តក៏ដូចជាប្រពន្ធរបស់គាត់នេះចូលសម្រាននៅម៉ោងប្រហែលជា9ហ្នឹងគាត់ថាពេលដែលនិយាយគ្នាចំហ្នឹងម៉ោងប្រហែលជា9កន្លះហើយរហូតដល់ម៉ោង10ពេលហ្នឹងគាត់ចាប់ផ្ដើមភ្ញាក់ខ្លួនពីទំនេរមកបងប្អូនដោយសារតែឆ្កែវាចាប់ផ្ដើមលូគាត់ថាពេលហ្នឹងគឺឆ្កែវាផ្ដុំគ្នាដូចថាឆ្កែនៅក្បែរសងខាងផ្ទះគាត់ទាំងអស់វាមកផ្ដុំគ្នានៅម្ដុំមុខផ្ទះរបស់បងវត្តហ្នឹងហើយវាព្រុសបដាវាលូបដា
ហើយបងប្អូនអាចនឹងសម័យឃើញឆ្កែវាលូព្រួតគ្នាលូហើយវាឡើងទៅហឹងអើងកងអញ្ចឹងហើយដល់ពេលហ្នឹងបងវុតគាត់ភ្ញាក់ពីដំណេកហ្មងហើយគាត់ចម្លែកមែនទេថាឆ្កែហេតុអីបានជាវាមកលូទៅមុខផ្ទះរបស់បងវុតអញ្ចឹងហើយពេលហ្នឹងមិនត្រឹមតែបងវុតទេណាសំបីតែប្រពន្ធបងវុតសំបីតែគ្រួសារបងវុតទាំងអស់ហ្នឹងក៏ភ្ញាក់គ្នាដែរពួកអីឆ្កែវាច្រើនគ្នាប្រហែលជា10 20ក្បាលហ្នឹងវាមកផ្ដុំគ្នាវាលូដូចជាវាឃើញស្អីអីចឹងណាអញ្ចឹងពេលហ្នឹងបងវុតគាត់ក៏មិនជាចាប់អារម្មណ៍ថាវាជារឿងអីប្រកាសដែរគាត់ក៏ព្យាយាមថ្មិចភ្នែកថ្មីអីចឹងទៅរហូតដល់គាត់ថាម៉ោងប្រហែលជាមិន10 ពី10ពេលហ្នឹងគាត់ដូចថាគាត់សម្រានលក់មិនដឹងគាត់មកមើលមិនដឹងអីមិនដឹងទេគាត់ថាពេលហ្នឹងគាត់កំពុងតែសម្រានសុកហ្នឹងមានបរិមម្នាក់ដែលបរិមម្នាក់ហ្នឹងគឺនៅឈរចុងជើងរបស់គាត់ហើយស្រីហៅគាត់ថាចេះបងបងទៅនៅមួយខ្ញុំបងបាន2នាក់បងនៅពេលចឹងទៅគាត់ភ័យគាត់ថាចំណាគេមកហៅគាត់ហៅញាប់ចឹងណាអញ្ចឹងគាត់ក៏ភ្ញាក់ពីដំណេកគាត់បើកភ្នែកមកគាត់មើលទៅគឺគាត់អត់មានឃើញអីទេហើយនៅពេលដែលគាត់ភ្ញាក់ព្រឺតចឹងទៅប្រពន្ធមកគាត់ក៏ភ្ញាក់ដែរណាគាត់សួរថាបងមកឯងយល់សពឃើញអីមែនប្រពន្ធគាត់ថាពេលហ្នឹងគឺគាត់អត់បានប្រាប់ប្រពន្ធមកគាត់ទេចាំព្រលឹមឡើងចាំគាត់ប្រាប់អញ្ចឹងពេលហ្នឹងគាត់ក៏បន្តគេងរហូតដល់ព្រលឹមឡើងចឹងទៅហើយលុះដល់ព្រលឹមឡើងចឹងទៅបងវុតគាត់ក៏រៀបចំខ្លួនរៀបចំអីដើម្បីទៅចូលរួមពិធីឡើងផ្ទះបងប្អូនជីដូនមួយរបស់គាត់អីចឹងទៅហើយជាទម្លាប់បងវុតឲ្យតែគាត់ទៅណាក៏ដោយគឺគាត់តែងតែយកអាវធំមកគាត់អាវក្រៅពណ៌ខ្មៅហ្នឹងគឺពាក់ទៅជាមួយរហូតគាត់អត់មានអាវនឹងទេព្រោះអីទី1អាវនឹងគឺគាត់ស្រឡាញ់ទី2គឺអាវនឹងវាជួយការពារកុំឲ្យក្តៅទី3គឺអាវនឹងគឺយើងពាក់ទៅដើម្បីដូចថាឲ្យវាអែមណាព្រោះម៉ូតូធំពាក់មួយអាវក្រៅចឹងទៅវាស្អាតអញ្ចឹងគាត់ពាក់ទៅគឺដើម្បីអញ្ចឹងហើយពេលហ្នឹងបងវុតគាត់ងើបពីគេអញ្ចឹងគឺម៉ោងប្រហែលជា4ជាងអញ្ចឹងពេលគាត់រៀបចំហើយគឺម៉ោង5អញ្ចឹងពេលដែលគាត់បើកបនតាមផ្លូវហ្នឹងគឺធម្មតាបងប្អូនដឹងឯងខ្ទង់ម៉ោង5ហ្នឹងក៏វាមិនទាន់ភ្លឺឲ្យស្រួលទេណាដូចថាមេរៀងភ្លឺព្រាតិចអញ្ចឹងណាបងប្អូនគាត់ក៏ចេញមកហើយប្រពន្ធមកគាត់ហ្នឹងក៏មិនទាន់ជាងើបឲ្យស្រួលដែរដូចថាគាត់នៅសម្រាននៅអីយើងលើខែអីចឹងណាអញ្ចឹងពេលហ្នឹងបងប្អូនគាត់ចេញមកម្នាក់ឯងចឹងទៅហើយគាត់ថាពេលដែលគាត់ចេញមកដល់ចំណុចមួយគាត់ថាពេលហ្នឹងគឺគាត់ធុំក្លិនហ្មងធុំក្លិនឆ្អាបដូចអាក្លិនម្សៅមិញចឹងធំយកទៅមែនតើហើយកំឡុងពេលដែលគាត់បើកបោហ្នឹងគាត់ចម្លែកមួយទៀតថាគាត់ចាប់ដើមស្រាវខ្នងចម្លែកខុសពីធម្មតាចាប់ដើមគាត់ព្រឺក្បាលដោយអត់ដឹងខ្លួនណាហើយមិនត្រឹមតែប៉ុណ្ណឹងទេបងប្អូនគាត់ថាម៉ូតូធំរបស់គាត់ហ្នឹងជាធម្មតាគឺវាមិនណែអញ្ចឹងទេរបៀបថាម៉ូតូធំគឺបើកទៅវាខ្លាំងណាវាស្ទុះវាហក់អញ្ចឹងណាប៉ុន្តែគាត់ថាពេលហ្នឹងម៉ូតូធំរបស់គាត់គឺវាអត់ចង់ទៅមុខមានន័យថាដូចជាវាតឹងងាងដូចជាវាធ្លាយខ្យល់ធ្លាយអីចឹងណាអញ្ចឹងពេលហ្នឹងបងវុតនេះគាត់ក៏អែបគៀនដើម្បីមើលកង់ម៉ូតូរបស់គាត់ថាមើលទៅកង់ម៉ូតូរបស់គាត់អីតាមធម្មតាអត់មានបញ្ហាទេហេតុអីបានជាម៉ូតូរបស់គាត់វាទៅជាតឹងមិនចង់ទៅមុខអីចឹងប៉ុន្តែយ៉ាងណាបងវុតគាត់ថាគាត់អត់ខ្វល់ទេបញ្ញាប់ធ្វើមិនឲ្យដល់ផ្ទះកម្មវិធីអញ្ចឹងណាកុំឲ្យគេចាំគាត់ក៏ព្យាយាមបើកម៉ូតូឲ្យលឿនទៅប៉ុន្តែគាត់ថាពេលដែលគាត់បើកតាមផ្លូវធុំក្លិនឆ្អាបមែនតើមិនដឹងថាក្លិននឹងមកពីណាមកពីណីប៉ុន្តែនៅពេលដែលគាត់ព្យាយាមហាត់អាវរបស់គាត់គាត់ថាអាវរបស់គាត់គឺអត់មានធុំក្លិនទេហើយណាមួយអាវរបស់គាត់គឺបាញ់ទឹកអប់ដល់កអូមែនតើព្រោះអាវដែលគាត់ស្រឡាញ់អញ្ចឹងពេលហ្នឹងគាត់ចម្លែកថាតោះអាក្លិនហ្នឹងគឺមកពីណាចេះហើយគាត់ក៏ទៅហាត់ម៉ូតូរបស់គាត់ទៀតគាត់ហាត់ម៉ូតូរបស់គាត់ក៏អត់មានធុំក្លិនអីដែរអញ្ចឹងវាជារឿងមួយដែលបងវុតគាត់ឆ្ងល់គាត់ចម្លែកគាត់អត់ដឹងថាមូលហេតុអីរហូតដល់គាត់បើកដល់ចំណុចមួយទៀតគាត់ថាពេលហ្នឹងម៉ូតូរបស់គាត់វាចាប់ដើមតឹងងាងហើយស្រាប់តែអាដៃម៉ូតូរបស់គាត់ហ្នឹងវាមិនដឹងយ៉ាងម៉េចបងប្អូនដូចជាវាទាញណាហើយអាចកោនឹងវាទាញចូលស្ដាំហើយកាលណាដែលទាញចូលស្ដាំគឺធ្លាក់ចូលនឹងបន្លាយតែនៅសងខាងនឹងផ្លូវអញ្ចឹងណាអញ្ចឹងពេលហ្នឹងបងវុតគាត់ចាប់ដើមមានអារម្មណ៍ថាគាត់រៀងភ័យគាត់អត់ដឹងថាម៉ូតូរបស់គាត់វាមិនបានជាអញ្ចឹងហើយស្រាប់តែពេលហ្នឹងគាត់ថាគាត់តាំងស្មារតីគាត់ក៏បើកទៅមុខទៀតទៅនៅពេលដែលគាត់បើកបានប្រហែលខ្ទង់5នាទីទេបងប្អូនបងវុតគាត់ថាពេលហ្នឹងម៉ូតូរបស់គាត់វាចាប់ដើមទាញយកមកបើកដូចវាតឹងចកោតហ្នឹងដូចវានិយាយទៅដូចវាជាប់វាជាប់ចកោតហើយបងវុតគាត់ថាពេលហ្នឹងគាត់មិនហ៊ានជិះលឿនទៀតគាត់ជិះមួយអញ្ចឹងព្រោះខ្លាចមានបញ្ហាប៉ុន្តែគាត់ថាពីមុនមកមិនដែរអញ្ចឹងម៉ូតូរបស់គាត់ហេតុអីបានជាទៅជាអញ្ចឹងពេលហ្នឹងគាត់ក៏ឈប់ម៉ូតូនៅឯគៀនហើយគាត់បបលឡាកម៉ូតូរបស់គាត់ណាចូលឡើងគាត់ថាក៏ម៉ូតូរបស់គាត់មានតឹងផង
ហើយចូលអាពេលដែលគាត់ជិះហ្នឹងមិនបានជាវាតឹងម៉េះកន្លែងហ្នឹងដែលបងវុតគាត់ឆ្ងល់ប៉ុន្តែយ៉ាងណាក៏ដោយបងវុតគាត់ថាវាដូចជាមិនដឹងជាស្អីប្រកាសណាអញ្ចឹងគាត់ក៏ព្យាយាមបើកម៉ូតូទៅមុខឲ្យតាមធម្មតាអញ្ចឹងទៅហើយគាត់ថាពេលដែលបើកបានប្រហែលជាទង់3នាទីទេបងប្អូនម៉ូតូរបស់គាត់លើកហ្នឹងគឺវាទាញហ្មងវាទាញដល់លើកមុនចុះប៉ុន្តែទីលើកហ្នឹងគឺថាគាត់ទប់អត់ឈ្នះហ่าបងប្អូនវាទាញមកខាងឆ្វេងដៃមានន័យថាគាត់បើកនៅតាមផ្លូវខាងស្ដាំដៃហ្នឹងវាទាញមកបត់មកឆ្វេងដៃវិញអញ្ចឹងមានន័យថាបត់មកចូលកណ្ដាលផ្លូវវិញអញ្ចឹងណាហើយគាត់ថាពេលហ្នឹងបងប្អូនហើយគាត់ថាមុននឹងពេលដែលទាញចកោតហ្នឹងគាត់ក៏លេចមើលឆ្វេងស្ដាំមកក្រោយគាត់ថាអត់មានឡានអីទាំងអស់និយាយទៅគឺសភាពស្ងាត់អត់មានឡានណាដែលមកពីចម្ងាយអីទេគឺផ្លូវទទេស្អាតប៉ុន្តែនៅពេលដែលម៉ូតូរបស់គាត់នេះវាទាញចកោតមកផ្លែតហ្នឹងទៅបងប្អូនគាត់ថាពេលហ្នឹងគឺគាត់ត្រូវគៀបក្រោមម៉ូតូបាត់ហើយម៉ូតូហ្នឹងគឺគៀបជើងមកគាត់ហើយគាត់គឺងើបតាណារួចទេគាត់នៅក្រោមម៉ូតូហ្នឹងហ្មងព្រោះអីម៉ូតូធំហ្មងបងប្អូនកំឡុងពេលដែលម៉ូតូរបស់គាត់ដួលមកព្រុសហ្នឹងបងប្អូនគាត់ក៏លេចទៅខាងក្រោយគាត់ថាពេលហ្នឹងគឺគាត់ឃើញឡានមួយឡានហ្នឹងជាប្រភេទឡានធំឡានដឹកទំនិញប៉ុន្តែបងប្អូនដឹងមិនគាត់ថាពេលហ្នឹងអាឡានធំដឹកទំនិញហ្នឹងនៅចម្ងាយពីម៉ូតូរបស់គាត់ហ្នឹងតែ10ម៉ែត្រទេហើយលបឿនលឿនមែនទេហើយអ្វីដែលបងវុតគាត់ឃើញមួយទៀតគាត់ថាពេលហ្នឹងគឺគាត់ឃើញមនុស្សប្រុសម្នាក់ដែលមនុស្សប្រុសម្នាក់ហ្នឹងអង្គុយលើដបូលក្បាលឡានបងប្អូនដបូលក្បាលឡានណាមិនមែននៅដបូលឡានខាងលើទេណាគឺនៅខាងមុខមកហើយទម្លាក់ជើងមកដាក់ជើងហ្នឹងលើកញ្ចក់មុខតកង់អាមុខកញ្ចក់ខាងមុខយើងហ្នឹងទម្លាក់សដោកជើងអញ្ចឹងហើយរូបភាពបរិសម្នាក់ហ្នឹងដែលបងវុតគាត់ឃើញគឺជាមនុស្សប្រុសម្នាក់ដែលគាត់បានជួយនៅក្នុងថ្ងៃមុននឹងឯងបរិសម្នាក់ដែលគាត់លើកមកហើយក្អួតឈាមចេញមកហ្នឹងគឺជាមនុស្សប្រុសម្នាក់ហ្នឹងដែលអង្គុយលើដបូលឡានមួយហ្នឹងហើយបងវុតគាត់ថាមនុស្សប្រុសម្នាក់ហ្នឹងខ្លួនប្រានគឺសុទ្ធតែឈាមពេញអាវពេញជើងទាំងអស់អង្គុយនៅលើដបូលឡានហ្នឹងហើយបងវុតគាត់ថាពេលហ្នឹងគឺគាត់អត់មានសង្ឃឹមថាគាត់រស់ទេព្រោះឡានហ្នឹងគឺមកលឿនមែនទេប៉ុន្តែគាត់ថាពេលដែលគាត់សម្លឹងទៅមើលបរិសម្នាក់ដែលអង្គុយលើដបូលឡានហ្នឹងឡានហ្នឹងគៀកមកដល់ហើយសិតតែពេលហ្នឹងមិនដឹងជាយ៉ាងម៉េចបងប្អូនគាត់ថាមានតាម្នាក់ហ្នឹងរបៀបពាក់អាវដូចតាអាចារ្យបងប្អូនគាត់ដើរពីចំហៀងខាងស្ដាំផ្លូវហ្នឹងហើយគាត់មកឈប់បាំងហើយក៏លើកដៃឲ្យឡាននឹងឈប់អញ្ចឹងណាបងប្អូនហើយគាត់ថាពេលហ្នឹងគឺស្ដែងមែនទែនឡានដែលជិះមកហ្នឹងគឺបួងចកោទៅស្ដាំដៃនៅពេលដែលបួងទៅស្ដាំដៃឡានហ្នឹងវាធ្លាក់ទៅអាកន្លែងស្រះអាស្រះនៅខាងគៀនសងខាងផ្លូវហ្នឹងវាធ្លាក់ចូលអាស្រះហ្នឹងនៅពេលដែលធ្លាក់ចូលស្រះហ្នឹងគឺឡានហ្នឹងវាកន្លាប់ពី3ជុំហើយបងវុតគាត់ថាពេលហ្នឹងគឺវាជារឿងរ៉ាវមួយដែលគាត់មិននឹកស្មានថាគាត់ត្រូវរួចផុតពីអារឿងរ៉ាវមួយហ្នឹងហើយបន្ទាប់ពីហ្នឹងមកបងវុតគាត់ក៏ព្យាយាមងើបឲ្យលឿនខ្លាចលូឡានគេមកផ្សេងអញ្ចឹងណាគាត់ក៏ព្យាយាមទីម៉ូតូរបស់គាត់មកគៀនផ្លូវហើយគាត់ក៏រត់សម្ដៅមកកន្លែងឡានដែលកន្លាប់ហ្នឹងដើម្បីជួយតកង់គេលោកតកង់គាត់ស្លាប់គាត់អីអញ្ចឹងណាហើយអាកន្លែងបន្លាយទឹកដែលនៅគៀនផ្លូវហ្នឹងក៏វាមិនជ្រៅប្រហែលដែរវារៀងរាក់ទេអញ្ចឹងពេលហ្នឹងបងវុតគាត់ក៏ទៅជួយតកង់ឡានហ្នឹងនៅពេលដែលគាត់ជួយទាញជួយអីមកហើយទៅគាត់ក៏សួរថាមានណាគេទៀតអត់មានព្រូឡានមានអីទៀតអត់ហើយពេលហ្នឹងក៏តកង់ឡានថាគាត់មានតែម្នាក់ឯងទេហើយបងវុតគាត់ក៏សួរទៅគាត់ថាបងហើយឡានមកឯងមកមិនមានឃើញខ្ញុំអត់ហើយដល់ពេលហ្នឹងស្រាប់តែតកង់ឡានគេនិយាយថាគេអត់បានឃើញបងវុតទេម៉ូតូក៏អត់ឃើញដែរដូចថាផ្លូវធម្មតាអត់មានអ្នកបើកបរអញ្ចឹងណាតកង់ឡានគេនិយាយអញ្ចឹងប៉ុន្តែនៅពេលដែលគាត់មកដល់ចំណុចហ្នឹងពឹបស្រាប់តែអ្វីដែលតកង់ឡានគាត់ឃើញគឺជាលោកតាម្នាក់របៀបលោកតាអាចារ្យអញ្ចឹងណាហើយគាត់ដើរឆ្លងផ្លូវហើយគាត់លើកដៃឲ្យឡានហ្នឹងប្រអនលបឿនក៏ឈប់អីចឹងណាគាត់ឆ្លងផ្លូវអីចឹងណាអាហ្នឹងជាអ្វីដែលតកង់ឡានគាត់ឃើញហើយនៅពេលដែលបងវុតគាត់លឺអញ្ចឹងគាត់មិនឆ្ងល់ទៀតគាត់ថាចំឲ្យលោកតាហ្នឹងទៅណាបាត់ហើយគាត់ក៏លេចមើលណាគាត់ថាមើលទៅអត់ឃើញលោកតាម្នាក់ហ្នឹងទៀតហើយពេលហ្នឹងគឺតកង់ឡានគាត់ឆ្ងល់ដែរគាត់ក៏រកមើលដែរគាត់ថាចំលោកតាទៅណាបាត់ក៏អត់ឃើញដែរហើយបងវុតគាត់ក៏សួរមួយទៀតគាត់ថាបងថ្ងៃបើកឡានមិញមកឯងមានដឹងថាអ្នកណាគេអង្គុយលើដបូលឡានមកឯងអត់ហើយមានតម្លាក់ជើងមកលើកញ្ចក់ឡានមកឯងអត់តកង់ឡានគាត់និយាយថាគាត់អត់មានឃើញអីទេអត់មានអីអង្គុយលើឡានគាត់ទេហើយគ្មានស្អីមកបាំងកញ្ចក់មានអីណាណីទេបងវុតគាត់ថាពេលហ្នឹងគឺចាប់ដើមព្រឺក្បាលខ្ញាក់យកតែម្ដងអញ្ចឹងពេលហ្នឹងបងវុតគាត់ក៏ចាប់ដើមខលទៅកាន់បងប្រុសដែលជាម្ចាស់កម្មវិធីហ្នឹងថាគាត់អធិស្ឋានគាត់ទៅរៀងយឺតហើយ
ហើយពេលហ្នឹងគាត់ក៏បានខលទៅប្រពន្ធរបស់គាត់ថាគាត់មានបញ្ហានៅតាមផ្លូវអីចឹងណាហើយចឹងក៏ពេលហ្នឹងខាងបងថ្លៃរបស់បងវុតហ្នឹងគាត់ក៏បានមកតែពេលហើយក៏នាំបងវុតនាំអីហ្នឹងទៅផ្ទះរបស់ប្រពន្ធរបស់គាត់វិញសិនព្រោះអីពេលហ្នឹងគឺมันអាចទៅចូលរួមបានទេហើយនិយាយអំពីបងប្រុសដែលគាត់ជាតកងឡាននៅវិញក៏គាត់ថាចាំដោះស្រាយចាំសម្របសម្រួលគ្នាអីតាមក្រោយចឹងណាប៉ុន្តែបងប្រុសជាតកងឡានហ្នឹងគឺគាត់ថាគាត់មិនរករឿងអីបងវុតទេព្រោះអីវាជារឿងរ៉ាវមួយដែលគាត់ថាវាចម្លែកមិនបងប្អូនគឺថាដោយអ្វីដែលគាត់និយាយចឹងគឺពេលដែលគាត់មកដល់ហ្នឹងគឺអត់មានឃើញបងវុតនឹងម៉ូតូទេគាត់ឃើញលោកតាម្នាក់ទេកន្លែងហ្នឹងហើយដែលទាំងតកងឡានទាំងបងវុតហ្នឹងគាត់សិតតែឆ្ងល់គ្រប់គ្នាប៉ុន្តែដូចថាបងប្រុសដែលគាត់ជាតកងឡានហ្នឹងគាត់ក៏ជឿលើរឿងអបិយជំនឿដែរដោយថាគាត់មិនមែនជួបតែម្ដងទេណាគាត់ធ្លាប់ជួបច្រើនដងហើយប៉ុន្តែលើកនេះគឺរៀងខ្លាំងជាងលើកមុនអញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺបងវុតគាត់ចាប់ផ្ដើមគាត់ថាគ្រប់យ៉ាងនឹងប្រហែលជាមកពីវិញ្ញាណខ្មោចម្នាក់ប្រុសដែលគាត់ជួយតាមផ្លូវនឹងឯងដែលមកតាមរករឿងគាត់អញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏បាននិយាយរឿងរ៉ាវនឹងប្រាប់គ្រួសាររបស់គាត់ឪពុកម្ដាយក្មេងរបស់គាត់ក៏ដូចជាគ្រួសាររបស់គាត់ទាំងអស់គ្នាហ្នឹងហើយបន្ទាប់ពីនឹងមកក៏ខាងគ្រួសារហ្នឹងបាននាំគាត់ទៅស្រោចទឹករកលោកស្រោចទឹកផងរកគ្រូឲ្យស្រោចទឹកផងប៉ុន្តែនៅពេលដែលគាត់ទៅដល់ផ្ទះគ្រូហ្នឹងគាត់ក៏ឆ្លៀតមើលណាគាត់ថាហេតុអីបានជាជួបហេតុការណ៍ទាំងអស់ហ្នឹងវាប្លែកព្រោះអីគាត់មិនដែលបានជួបរឿងរ៉ាវទាំងអស់ហ្នឹងទេហើយពេលហ្នឹងគ្រូគាត់ក៏មើលទៅថាគេមកតាមហើយវិញ្ញាណដែលមកតាមគឺជាវិញ្ញាណតៃហោងដែលតោងទៀមមកតាមយកបងវុតនេះទៅជាមួយគេអញ្ចឹងណាគេចង់ឲ្យបងវុតនឹងទៅនៅជាមួយគេហើយដល់ពេលហ្នឹងក៏គ្រូនឹងក៏សួរថាមានទៅធ្វើអីគេអត់មានទៅប៉ះពាល់គេអត់អីចឹងណាបានគេមកតាមហើយពេលហ្នឹងក៏បងវុតក៏ថាគាត់អត់បានទៅធ្វើអីគេទេគាត់គ្រាន់តែទៅជួយគេហើយគ្រូគាត់សួរទៀតថាចុះមានយករបស់អីគេមកអត់ហើយបងវុតថាគាត់អត់មានយកអីគេទេប៉ុន្តែគ្រូគាត់បាននិយាយថាហើយចុះបើសិនជាមិនយករបស់គេមកហេតុអីបានជាគេតោងទាមមកជាប់មកបានអញ្ចឹងណាហើយពេលហ្នឹងបងវុតគាត់នៅតែប្រកែកថាគាត់មិនបានទៅយកមិនបានទៅលួចរបស់គេទ្រព្យសម្បត្តិគេទេគឺអត់បានទេគ្រាន់តែគាត់បានជួយមែនអញ្ចឹងពេលហ្នឹងក៏គាត់ឆ្ងល់គាត់មិនដឹងថាហេតុអីបានជាគេតាមទេប៉ុន្តែលោកគ្រូគាត់បាននិយាយថាឥឡូវពេលដែលមកហ្នឹងមកពាក់អាវអីគេពាក់ឈុតអីគេអញ្ចឹងណាព្រោះអីអាចថាគ្រូហ្នឹងគាត់សន្និដ្ឋានទេព្រោះពេលដែលជួយហ្នឹងអាចនឹងមានប្រឡាក់ឈាមប្រឡាក់អីនឹងអាវអីចឹងណាអញ្ចឹងពេលហ្នឹងបងវុតគាត់ថាគឺអត់មានប្រឡាក់អីទៀតគាត់មើលហើយអត់មានឃើញអីទេប៉ុន្តែលោកគ្រូនឹងថាឥឡូវសាកយកអាវនឹងទៅមើលពិនិត្យបច្ច័យសាថ្មីមើលឲ្យគ្រប់កន្លោះកន្លែងមើលថាតើមានជាប់ឈាមគេមកអត់ចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏យកអាវនឹងមកផ្ទះលោកគ្រូនឹងហ្មងដើម្បីមកពិនិត្យទាំងអស់គ្នានៅពេលដែលពិនិត្យទាំងអស់គ្នាទៅបងប្អូនគឺគាត់ឃើញមែនគាត់ឃើញមកតក់ទេមកតក់ហ្នឹងគឺវាថាវាប្រឡាក់មិនតិចតួចមែនតែវាជ្រាបចូលអាកណាត់អាវខាងក្នុងតាមគេតាមដៃអាវបងប្អូនវាដូចថាខ្ចាយមកធ្លាក់ចូលកន្លោះដៃអាវនឹងហើយវាប្រឡាក់ជាមួយនឹងអាវសាច់ខាងក្នុងហ្នឹងហើយពេលហ្នឹងគឺវាជ្រាបទៅវាមើលអត់ឃើញអញ្ចឹងហើយបានជាពេលហ្នឹងគេមកតាមអញ្ចឹងទៅអានេះតាមអ្វីដែលគ្រូគាត់និយាយណាហើយនៅពេលដែលគ្រូគាត់ដឹងរឿងរ៉ាវទាំងអស់ហ្នឹងហើយគាត់ក៏បានធ្វើពិធីធ្វើអីឲ្យអាវហ្នឹងក៏មិនຕົកដែរអាវហ្នឹងហើយមួយវិញទៀតគឺលោកគ្រូគាត់ក៏ធ្វើខ្សែធ្វើអីស្រោចទឹកស្រោចអីឲ្យបងវុតហ្នឹងគឺនៅស្រោចទឹកប្រហែលជា 2-3 ថ្ងៃអីទៅព្រោះអីវិញ្ញាណហ្នឹងគឺវាតាមតោងវាចង់បានហើយណាមួយរាសីបងវុតគឺធ្លាក់ចុះផងអញ្ចឹងក៏លោកគ្រូឲ្យគាត់នៅស្រោចទឹក 2-3 ដងឲ្យសិនទៅហើយមួយវិញទៀតបងប្អូនលោកគ្រូក៏បាននិយាយថាមកពីបងវុតហ្នឹងគាត់រាសីដាក់ផងមិនគេតាមមកអញ្ចឹងណាហើយគេចង់យកជីវិតបងវុតទៀតប៉ុន្តែដោយសារតែបងវុតហ្នឹងគឺគាត់មានអ្នកតាមថែអាសាផងអញ្ចឹងធ្វើឲ្យអាវិញ្ញាណហ្នឹងគឺវាយកបងវុតអត់បានទេគឺអាចថាមកឲ្យបងវុតហ្នឹងគាត់មានបញ្ហាតិចតួចអីចឹងណាហ្នឹងហើយអញ្ចឹងពេលហ្នឹងក៏លោកគ្រូគាត់ថាឲ្យរៀបចំទីសក្ការៈអីសម្រាប់អ្នកដែលថែអាសាតាមថែអាសាគាត់ផងហ្នឹងឲ្យរៀបចំឲ្យគេផងព្រោះអីគេតាមថែអាសាគាត់ដែរអញ្ចឹងបន្ទាប់ពីនឹងមកបងវុតគាត់ក៏បានរៀបចំទីសក្ការៈអីនៅក្នុងផ្ទះហ្នឹងប៉ុន្តែបងប្អូនមានឆ្ងល់អត់ថងថាចុះលោកតាម្នាក់ដែលបានជួយបងវុតហ្នឹងជានរណាគេកន្លែងហ្នឹងបងវុតគាត់ក៏មិនដឹងច្បាស់ថាជានរណាដែរព្រោះអីបាត់ឈឹងថាហ្នឹងប៉ុន្តែបើយោងតាមប្រពន្ធរបស់គាត់និយាយថានៅពេលដែលគាត់គេងជាមួយនឹងបងវុតហ្នឹងនៅក្នុងយប់ហ្នឹងគាត់បានយល់សពឃើញថាប្តីរបស់គាត់ហ្នឹងគឺអត់មានក្បាលទេហើយពេលហ្នឹងគឺគាត់ភ័យយ៉ាងខ្លាំងហើយកំឡុងពេលដែលគាត់យល់សពហ្នឹងគាត់ថាមានតាម្នាក់ហ្នឹងស្រាប់តែមកនិយាយប្រាប់គាត់ថាមានគេ
មកតាមប្តីរបស់ចៅឯងហើយពេលហ្នឹងក៏ប្រពន្ធរបស់បងវុនហ្នឹងគាត់ភ័យយ៉ាងខ្លាំងប៉ុន្តែពេលហ្នឹងគាត់ដឹងខ្លួនណាតែគាត់អត់ហ៊ាននិយាយប្រាប់ប្តីរបស់គាត់ទេព្រោះឲ្យពេលយប់ណាគាត់ថាចាំព្រលឹមឡើងចាំគាត់និយាយប្រាប់ប្តីរបស់គាត់ប៉ុន្តែអាពេលព្រលឹមឡើងនេះដូចខ្ញុំនិយាយពីដំបូងអញ្ចឹងបងវុនគាត់ងើបទៅមុនគេប្រពន្ធរបស់គាត់មិនទាន់ងើបទេអញ្ចឹងពេលដែលបងវុនគាត់ចេញទៅបានហ្នឹងប្រពន្ធរបស់គាត់ងើបមកឃើញប្តីអញ្ចឹងក៏ដឹងថាប្តីចេញទៅបានហើយអញ្ចឹងពេលហ្នឹងគាត់ក៏បានអត់ធូបដូចថាគាត់អត់ធូបនិយាយជាមួយអ្នកថែសាអញ្ចឹងតាមថែសាប្តីរបស់គាត់កុំឲ្យមានរឿងរ៉ាវតាមផ្លូវអញ្ចឹងណាអញ្ចឹងពេលដែលគាត់អត់ធូបហើយហ្នឹងគាត់ក៏បំរុងនឹងរៀបខទៅកាន់ប្តីរបស់គាត់ដែរប៉ុន្តែចៃដន្យអីប្តីរបស់គាត់ហ្នឹងក៏បានខមកកាន់គាត់វិញថាគាត់មានបញ្ហាហើយអាកន្លែងមួយនឹងហើយដែរប្រពន្ធរបស់បងពុតគាត់ភ័យដែរគាត់ព្រឺក្បាលដែរប៉ុន្តែគឺគាត់ថាប្តីរបស់គាត់គឺអត់មានអីប៉ះពាល់ដល់ជីវិតទេអញ្ចឹងពេលហ្នឹងក៏គាត់បានប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅកាន់បងពុតគាត់ថាហេតុការណ៍ទាំងអស់ហ្នឹងគឺមកពីវិញ្ញាណម្នាក់ប្រុសនឹងឯងដែលតាមគាត់ណាហើយចង់យកគាត់ទៅជាមួយប៉ុន្តែគឺដោយសារគាត់មានគេតាមថែសាហើយតាមម្នាក់ហ្នឹងបើតាមអ្វីដែលគាត់សន្និដ្ឋានគឺជាអ្នកដែលតាមថែសាគាត់អីចឹងទៅហើយអាហេតុការណ៍ដែលគាត់បានជួបទាំងឡាយហ្នឹងដូចជាគាត់ធុំក្លិនឆ្អាបគាត់ថាក្លិនហ្នឹងគឺតាមរយៈអាវហ្នឹងហ្មងហើយគាត់ថាវិញ្ញាណហ្នឹងគឺមកតាមឈាមហ្នឹងហ្មងហើយអង្គុយពីក្រោយខ្នងគាត់ហ្នឹងធ្វើឲ្យគាត់មានអារម្មណ៍ថាសៀវខ្នងមានអារម្មណ៍ថាល្មមមានអារម្មណ៍ថាដូចស្អីប៉ះពាល់ខ្នងមកគាត់ហើយពេលដែលគាត់ជិះមកតាមផ្លូវហ្នឹងមានគេឃើញហ្នឹងបើតាមគាត់សន្និដ្ឋានថាម្នាក់ប្រុសហ្នឹងគឺជិះតាមគាត់ជិះពីក្រោយខ្នងគាត់រហូតមកហ្មងហើយមួយទៀតគាត់ថាពេលដែលគាត់ជិះមកឆ្កែលូឆ្កែអីតាមផ្លូវហ្នឹងក៏គាត់គិតថាគ្មានអ្នកណាក្រៅពីម្នាក់ប្រុសហ្នឹងដែរហើយមួយទៀតពេលដែលគាត់មកដល់ផ្ទះហើយនេះគាត់សម្រាននេះឆ្កែវាចេះតែលូនៅមុខផ្ទះរបស់គាត់នេះបើតាមគាត់គិតថាបរមអ្នកហ្នឹងឯងតែគាត់ចូលផ្ទះអត់កើតហើយអាពេលដែលគាត់យកសពហ្នឹងគឺរបៀបថាដូចជាវាមកបញ្យល់ក្នុងយកសពហ្នឹងឲ្យគាត់ដឹងថាវានឹងចង់មកយកបងពុតទៅតាមជាមួយចឹងហើយនៅពេលបន្ទាប់មកទៀតហ្នឹងគឺប្រពន្ធបងពុតហ្នឹងយកសពឃើញហ្នឹងគឺគាត់អាចនិយាយថាប្រហែលជាខាងគ្រូបាក់ជាឬក៏អ្នកថែសាបងពុតហ្នឹងគេមកប្រាប់ឬក៏អ្នកថែសាក្នុងផ្ទះហ្នឹងណាគេមកប្រាប់ថាមានគេមកចង់រករឿងមកចង់យកជីវិតអីចឹងទៅនិយាយទៅគឺគេមកប្រាប់ឲ្យដឹងមុនហ្មងអញ្ចឹងគាត់ថាអាហេតុការទាំងឡាយហើយអាហេតុការដែលចង់ក្រោយគេនោះបងប្អូនគឺរបៀបថាដូចជាម៉ូតូរបស់គាត់វាធុំក្លិនផងម៉ូតូរបស់គាត់វាចេះទាញផងអាហ្នឹងគឺគាត់ថាគ្មានអាណាក្រៅពីវិញ្ញាណម្នាក់ហ្នឹងទេដូចថាវាប្រងធ្វើម៉េចឲ្យបងវត្តនឹងគាត់អស់ជីវិតអីចឹងណាហើយគាត់ថាពេលដែលគាត់ជិះដំបូងហ្នឹងគាត់ដូចថាមុននឹងគាត់ដួលម៉ូតូហ្នឹងគាត់មើលជួយស្រាំគាត់ថាអត់មានឡានមានអីទេតែស្រាប់តែពេលគាត់ដួលព្រុសស្រាប់តែមានឡានមកក្បែរនឹងគាត់អញ្ចឹងគាត់អាចនិយាយថាកន្លែងហ្នឹងប្រហែលជាមានគេបំបាំងមិនឲ្យគាត់មើលឃើញឡានអញ្ចឹងណាហើយដល់ពេលដែលឃើញឡានហ្នឹងមកទៀតឃើញមនុស្សប្រុសម្នាក់ហ្នឹងអង្គុយនៅលើដំបូលឡានខាងមុខទៀតហើយចៃដន្យហ្នឹងតកងឡានគាត់មើលមិនឃើញបងវត្តទៀតហើយនឹងម៉ូតូរបស់គាត់ទៀតអញ្ចឹងមានន័យថាគេបំបាំងទាំងពីរនាក់បំបាំងឲ្យមើលឃើញណាប៉ុន្តែគេឲ្យឃើញបរិសម្នាក់ហ្នឹងគឺអង្គុយនៅលើដំបូលឡានខាងមុខនឹងឯងអញ្ចឹងមានន័យថាគ្រប់យ៉ាងគឺជាវិញ្ញាណរបស់មនុស្សប្រុសម្នាក់ហ្នឹងគាត់តាមតោងតាមទៀមមកយកបងវត្តទៅជាមួយគេមកដោយសារតែឈាមតំណក់ដែលជាប់នឹងអាវរបស់បងវត្តនឹងឯងអានេះវាជាហេតុការណ៍ដែលបងវត្តគាត់ថាគាត់សឹងតែមិនជឿថាគាត់តែប៉ុណ្ណឹងសោះគឺគេតាមមកដែរប៉ុន្តែគាត់ថាគ្រប់យ៉ាងសំណាងហើយដោយសារតែមានអ្នកថែសាគាត់ដូចថាគេមកការពារគេមកអីចឹងណាហ្នឹងហើយរឿងរ៉ាវទាំងឡាយនេះគឺគាត់ថាគាត់សឹងតែមិនជឿខ្លួនឯងថាអាហេតុការណ៍ហ្នឹងវាកើតឡើងណាគឺគាត់ថាតាំងពីក្មេងមកគាត់មិនដែរជួបរឿងរ៉ាវបែបអញ្ចឹងទេហើយអាពេលភ្លាមហ្នឹងដូចថាវាមិនគួរឲ្យជឿបងប្អូនអាហេតុការណ៍ខ្លះវាអត់គួរជឿមែននិយាយទៅបើបងប្អូនមួយចំនួនគាត់អាចថារឿងហ្នឹងវាមិនដែរអញ្ចឹងទេតែអាហេតុការណ៍ទាំងអស់ហ្នឹងវាដូចថាវាមកភាំងអញ្ចឹងណាបងប្អូនហើយគាត់អត់ដឹងថាបងប្អូនណាធ្លាប់អញ្ចឹងទេប៉ុន្តែវាដូចជាមានគេបំបាំងមកផ្លែតអញ្ចឹងអត់ឲ្យឃើញអញ្ចឹងណាហើយគាត់សឹងតែមិនជឿខ្លួនឯងថាអាហេតុការណ៍ហ្នឹងវាកើតឡើងណានិយាយទៅគឺគាត់នៅតែមិនគួរជឿតែអារឿងហ្នឹងតែគ្រប់យ៉ាងគឺគាត់ត្រូវតែជឿព្រោះវាបានកើតឡើងហើយគាត់បានឃើញមែនអញ្ចឹងរឿងនេះវាជារឿងរ៉ាវមួយដែលយើងស្ដាប់ទៅមានអារម្មណ៍ថាវិញ្ញាណខ្មោចម្នាក់ហ្នឹងគឺគាត់តាមសាហាវមែនតើតាមយកជីវិតមកប៉ុន្តែដោយសារតែគឺมันបានជោគជ័យទេដោយសារតែបងវត្តគាត់មានអ្នកដែលថែអាសាហើយប្រពន្ធបងវត្តហ្នឹងគាត់ក៏អត់ទុកអីនិយាយជាមួយគេអញ្ចឹងណាអញ្ចឹងក៏គេតាមទៅថែអីគាត់អញ្ចឹងទៅហើយដោយសារតែរិស័យបងវត្តហ្នឹងក៏មិនដល់ដូចថាចំណុច0ដែរអញ្ចឹងបានជាគាត់ជួបរឿងរ៉ាវតែបន្តិចតួចអីតែប៉ុណ្ណឹងអញ្ចឹងណាបងប្អូនហ្នឹងហើយ
អូខេអញ្ចឹងរឿងរ៉ាវនេះក៏មានតែប៉ុណ្ណឹងដែរដែលខ្ញុំទទួលបានពីបងវុនហើយតាមរយៈរឿងរ៉ាវមួយនេះគឺខ្ញុំស្ដាប់ទៅមានអារម្មណ៍ថាវាគួរខ្លាចមែនតើគឺមានន័យថាវិញ្ញាណមនុស្សប្រុសម្នាក់ហ្នឹងគឺតាមគាត់រហូតហ្មងតាមតាំងពីកន្លែងដែលស្លាប់នឹងរហូតមកដល់ផ្ទះមកដល់តាមផ្លូវនឹងទៀតប៉ុន្តែគឺអាចនិយាយថាបងវុនគឺជីវិតគាត់នៅថ្លៃអញ្ចឹងណាគាត់មិនទាន់អស់ជីវិតអញ្ចឹងទៅក៏មានគេជួយមានអីអញ្ចឹងទៅអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេដែលខ្ញុំទទួលបានពីបងវុនហើយបើសិនជាខ្ញុំនិយាយទៅមានកំហុសឆ្គងឬក៏មិនសមរម្យត្រឹមប្រការណាមួយសូមបងប្អូនមេត្តាយោគយល់អធិស្ឋានផងហើយចាំយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា